អត្ថបទស្ដាប់រឿងក្អែកកាកូនមានសេចក្តីដំណាលថាមានស្ដេចក្អែកមួយនៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ថ្ងៃមួយក្អែកនេះបានរៀបចំការកូនឲ្យមានគូស្រករស្ដេចក្អែកបានចាត់ឲ្យពួកពលទៅអញ្ជើញភ្ញៀវមកស៊ីការលុះដល់ថ្ងៃកំណត់រៀបចំផ្សំផ្គុំកូនប្រុសស្រីទាំងពីរហើយពួកសត្វទាំងអស់ដែលក្អែកបានអញ្ជើញក៏បានមកជួបជុំផឹកស៊ីយ៉ាងគក្រឹកគក្រែងនិយាយពីស្ដេចអណ្ដើកដែលស្ដេចក្អែកអញ្ជើញមកខំវាទៅនឹងគេដែរតែដោយហេតុជើងវាខ្លីពេកក៏មកដល់ក្រោយគេលុះទៅដល់ដើមត្នោតសត្វអណ្ដើកដកក៏មើលទៅខាងលើក៏ឃើញសត្វជាច្រើនកំពុងស៊ីផឹកអណ្ដើកនឹកឃ្លានណាស់តែមិនដឹងធ្វើដូចម្ដេចនឹងឡើងទៅលើចុងត្នោតបានពេលនោះស្រាប់តែមានពស់មួយលូនមកដល់អណ្ដើកក៏សួរទៅពស់បងពស់ទៅណាដែរពស់ឆ្លើយខ្ញុំបំរុងនឹងទៅស៊ីតែកូនបងក្អែកចុះបងអណ្ដើកឯងមកទីនេះធ្វើអ្វីដែរអណ្ដើកឆ្លើយខ្ញុំបំរុងទៅស៊ីការកូនបងក្អែកដែរពស់ប្រាប់អណ្ដើកបើដូច្នេះសូមបងអណ្ដើកខាងកន្ទុយខ្ញុំមកខ្ញុំនឹងលូនយកឡើងទៅលើតែសូមប្រយ័ត្នមាត់បន្តិចអណ្ដើកត្រេកអរក៏ខំកន្ទុយពស់ភ្លាមពស់ក៏ឡើងទៅលើចុងត្នោតលុះទៅដល់លើចុងត្នោតស្ដេចក្អែកក្រឡេកឃើញអណ្ដើកក៏ស្រែកសួរជាការគួរសមយីបងអណ្ដើកអញ្ជើញមកដែរអណ្ដើកភ្លេចខ្លួនឆ្លើយទទួលពាក្យគួរសមនេះវិញបាទមួយរំពេចនោះអណ្ដើកក៏របូតងាត់ពីកន្ទុយពស់ធ្លាក់ខ្ពកមកលើដីបណ្ដាលឲ្យស្រាំស្នូកនៅជាប់ស្នាមរហូតមកដល់សព្វថ្ងៃនេះឯង